សួស្តីខ្ញុំរតម៉ានបានេះគឺជាសាច់រឿងថ្មីមួយដែលខ្ញុំបានលើកយកមកសម្ដែងអ្នកទាំងអស់គ្នាចំណែកចំណងជើងអ្នកទាំងអស់គ្នាគឺមើលខ្លួនឯងទៅហើយចំណែកដែលរឿងដែលខ្ញុំបានយកមកលើកសម្ដែងនៅថ្ងៃនេះដែលគឺជាប្រភេទ Game VR មួយដែលជាដំណើរជីវិតរបស់តួអង្គដែលមានឈ្មោះថាកាងខ្វុនអ៊ូដែលគាត់គឺជា Ranker កម្រិត SS Rank ប៉ុន្តែដំណើរជីវិតរបស់គាត់គឺកំសត់ខ្លាំងមែនទែនបានទទួលនូវការក្បត់ពីមិត្តភ័ក្តិរបស់គាត់ប៉ុន្តែថ្ងៃមួយគាត់ក៏សំណាងត្រឡប់មកវិញជាមួយនឹងការត្រឡប់ទៅកាន់ពេលវេលាដែលគាត់ចាប់ផ្ដើមពី level 0ជាមួយនឹងដំណើរត្រឡប់មកពេលវេលាអតីតកាលរបស់យើងវិញជាមួយនឹងចំណេះដឹងអំពីអនាគតធ្វើគាត់គឺមានសមត្ថភាពកាន់តែខ្លាំងនិងកែប្រែនៅជោគវាសនារបស់គាត់ផ្សេងទាំងអស់ធ្វើឲ្យធម្មពលរបស់គាត់គឺខ្លាំងជាងពេលអតីតកាលរាប់ពាន់ដងជាមួយនឹងដំណើរសងសឹកជាមួយនឹងដំណើរខ្លាចជាអ្នកខ្លាំងរបស់ទោះប្ររបស់យើងនឹងផ្លាស់ប្ដូរទៅជាយ៉ាងណាផ្ដើមខ្សែរឿងរបស់យើងក៏បានឃើញការវាយប្រហារធ្នូពណ៌ស្វាយមួយឥទ្ធិពលរបស់វាពិតជាខ្លាំងក្លាមែនតើហើយព្រោះនេះដែរបានបែងចែងអំពីសំណាក់កញ្ញាម្នាក់ដែលមានឈ្មោះថាអាទីមីសូមហៅនាងថាគឺជាកញ្ញាអេមីតែម្ដងទៅហើយនាងគឺជា Ranker Top 26ជាមួយនឹង Top នៅក្នុងគីរបស់នាងគឺជា Top 19ដែលគីដែលនាងកំពុងតែនៅនោះគឺមានឈ្មោះថា Gannarok ហើយយើងក៏បានឃើញនៅសំណាក់មនុស្សម្នាក់ទៀតផងដែរដែលគាត់មានឈ្មោះថា Sword ហើយគាត់កំពុងតែប្រើនៅធម្មពលដាដើម្បីបើកវាយប្រហារដែលគាត់នេះគឺជា Ranker Top ទី33នៅក្នុងគីរបស់គាត់គឺ Top 22គឺដូចជាគីល Gannarok ដូចជាកញ្ញាអេមីដូចគ្នាកំពុងតែរួមដៃវាយប្រហារទៅកាន់មនុស្សម្នាក់ជាមួយនឹងវត្តមានស្បែកជើងមាសផងដែរហើយស្បែកជើងនោះគឺជារបស់ Night Owl មាសម្នាក់ដែលមានឈ្មោះថា Helio ដែលគាត់នេះគឺជា Top Ranker 19ជាមួយនឹង Top ក្នុង Guild របស់គាត់គឺ Top 9នៅក្នុង Guild Gannarok ដូចគ្នាដែលគាត់នេះគឺបាន strike ទៅកាន់មនុស្សម្នាក់ដែលមានឈ្មោះថា Rugan ជាថ្ងៃអវសានរបស់ឯងហើយការកាប់របស់ Helly ម្នាក់នេះពិតជាមានឥទ្ធិពលខ្លាំងក្លាមែនតើពោពេញទៅដោយពន្លឺពណ៌មាសប៉ុន្តែมันអាចធ្វើអ្វីទៅកាន់មនុស្សម្នាក់នោះបានទេដោយគេគ្រាន់តែចាប់ទៅកាន់ដៃម្ខាងតែប៉ុណ្ណោះហើយយើងក៏បានឃើញវត្តមានម្នាក់ដែលមានឈ្មោះថា Rugan នោះទៅហើយគ្រាន់តែការចាប់ធម្មតាក៏ធ្វើដល់នោះគឺចង់បែកខ្ទេចទៅហើយដែលធ្វើឲ្យ Helly របស់យើងគឺបញ្ញាផ្អើលខ្លាំងមែនតើប៉ុន្តែសម្ដីដែលនិយាយថាបានបញ្ចប់គ្រប់យ៉ាងហ្នឹង Rugan គឺបានបដិសេធទៅហើយវាគឺជាវេរបស់ឯងតាមិនមែនយើងនោះទេយើងក៏បានឃើញរូបការនេះបញ្ចេញសកម្មភាពដោយបានឃើញពន្លឺពណ៌មាសចេញពីភ្នែករបស់រូបការត្រឹមតែមួយស្នៀតតែប៉ុណ្ណោះក៏អាចបញ្ចប់ទៅកាន់ Helly ហើយមុននឹង Helly បានស្លាប់នោះគឺបានថាទូប្រយើងមិនមែនជាមនុស្សនោះទេគឺជាបិសាចហើយតួអង្គរបស់យើងដែរគាត់មានឈ្មោះថារូកាន់គឺជា Sludge Ranker Top ទី12គាត់គឺមិនមាន gear នោះទេគឺជា player solo ហើយគាត់មានធម្មពល SS rank ហើយស្របពេលគ្នាមានមនុស្សម្នាក់បានស្រែកទៅកាន់ Rugan ថាហើយគឺជាបញ្ហារបស់ស្ដេចយើងដែល Rugan ក៏បានសម្លឹងទៅមើលកាន់វត្តមានអ្នកដែលបាននិយាយយើងក៏បានឃើញនៅវត្តមានមនុស្សម្នាក់ដែលបានស្រែកនោះហើយដែលនេះគឺចង់សម្លាប់ទៅកាន់ Rugan ដែលនាងគឺមានឈ្មោះថា Gandhi ហើយចំណែកឯ Top Ranker របស់នាងវិញគឺ Top 17ជាមួយនឹង Top ក្នុង Guild របស់នាងគឺ Top 11នៅក្នុង Guild Gannarok Gandhi ក៏បានបញ្ចេញធម្មពលតករបស់នាងយ៉ាងខ្លាំងក្លាបានតកទៅកាន់ទូប្ររបស់យើងដែលជា Rugan ប៉ុន្តែយើងក៏បានឃើញថា Rugan នេះគឺមានងាយនៅធម្មពលនេះហើយវាមានតែប៉ុណ្្នឹងទេហើយឡើងសម្រាមប៉ុន្តែធម្មពលជីវិតរបស់ Rugan គឺបានធ្លាក់មកត្រឹមតែ 60% តែប៉ុណ្ណោះហើយ Rugan ក៏បានតបតទៅកាន់ពួកគេវិញបានថាពួកគេគ្រាន់តែជាសារល្អតែប៉ុណ្ណោះក៏បានបញ្ចេញធម្មពលដ៏ខ្លាំងក្លាបានដាក់សម្ពាធទៅកាន់មនុស្សដែលបាននៅសល់ធ្វើពួកគេនេះគឺឈឺក្បាលពិបាកទ្រាំទ្រនឹងធម្មពលដ៏អស្ចារ្យរបស់ Rugan មែនតើបានដៀទៅកាន់ Rugan យើងថាហើយពិតជាប្រៃផ្សៃខ្លាំងណាស់ Rugan ក៏បានលើកអាវុធរបស់ខ្លួនចេញមកនិងសម្លាប់ទៅកាន់ពួកគេទាំងអស់តែម្ដងដែលថាពួកគេគឺជាជូនក្បត់ហើយក៏បានចូលទៅសម្លាប់ពួកគេប៉ុន្តែយើងក៏បានឃើញរន្ទះពីរពណ៌បានបាញ់សម្រុកបុកទៅកាន់ Rugan របស់យើងខ្ទប់នឹងដីយ៉តែម្ដងពេលនេះដែរយើងក៏បានឃើញថា Rugan ពិតជារបួសធ្ងន់ធ្ងរខ្លាំងមែនតើដែលថាមកពលជីវិតរបស់គាត់ធ្លាក់មកត្រឹមតែ 30% តែប៉ុណ្ណោះហើយ Rugan ក៏បានងើបឈរតទល់ជាមួយនឹងមនុស្សពីរនាក់នោះហើយយើងក៏បានឃើញមនុស្សដែលបានមកដល់នោះម្នាក់មានឈ្មោះថា Zu គឺជាស្ដេច Ranker មួយប៉ុន្តែគេបានបញ្ជាក់ថាគាត់គឺជា Ranker កម្រិតទីប៉ុន្មាននោះទេប៉ុន្តែគាត់គឺជាមេដឹកនាំ Guild Gannarok ចំណែកឯម្នាក់ទៀតគឺមានឈ្មោះថា Thor ដែលពាក់អាវខ្មៅដែលគាត់គឺជាស្ដេច Ranker Top 4ដែលគាត់នេះគឺជាមេដឹកនាំនៃ Guild
ណារកផងដែរប៉ុន្តែយើងមិនមែនជាមេធំនោះទេអាចនិយាយបានថាពួកគាត់ទាំងពីរនេះគ្រាន់តែជាដៃស្ដាំនិងដៃឆ្វេងតែប៉ុណ្ណោះហើយទូប្រុសរបស់យើងគឺឌៀមតាមទៅកាន់អាពីរក្បាលនោះតែម្ដងថាពួកហើយនេះគ្រាន់តែជាកូនភីកាជូតែប៉ុណ្ណោះពួកហើយនេះគឺចុះមកលើដីវាយគ្នាតែម្ដងមកប៉ុន្តែពួកគេទាំងពីរនេះគឺមិនបានស្ដាប់សម្ដីរបស់រូកាននោះទេបើជាលុតជង្គង់ទៅកាន់កន្លែងមួយផងដែរដែលធ្វើរូកានគឺឆ្ងល់ខ្លាំងមែនតើក៏បានងាកមើលទៅខាងក្រោយក៏បានឃើញវត្តមានមនុស្សម្នាក់ហើយយើងក៏បានឃើញវត្តមានមនុស្សម្នាក់នោះហើយដែលមានឈ្មោះថាអូឌីនគឺជាស្ដេចរ៉េងកឺ Top 1ហើយគឺជាមេធំនៃការដឹកនាំនៃយៀលកាណារ៉ុកហើយរូហ្គាននៅពេលដែលឃើញអូឌីនហើយបានដល់ដង្ហើមធំបានស្រែកទៅកាន់អូឌីនពេញតែម្ដងដែលបំរុងនឹងយកអាវុធរបស់ខ្លួននេះគឺហត់ទៅកាប់ទៅកាន់អូឌីនប៉ុន្តែបែរជាត្រូវអូឌីននេះប្រើធម្មពលរបស់ខ្លួនវាប្រហារទៅកាន់រូហ្គានមុនដោយឃើញបែបនេះរូហ្គានក៏បានទិញពូថៅដ៏ធំរបស់ខ្លួនទប់ទល់ជាមួយនឹងធម្មពលរបស់អូឌីនប៉ុន្តែសុកក៏ជាប់ខើរបស់អូឌីនតែម្ដងដែលខើនេះបានកាត់បន្ថយនៅល្បឿនវាប្រហារនឹងល្បឿនចលនារបស់រូកានរបស់យើងនេះគឺកាត់អស់រហូតដល់ 30% តែពេលនេះធ្វើឲ្យរូកានយើងគឺគ្មានធម្មពលដើម្បីតទល់ទៀតទេមានតែលុតជង្គង់ដើម្បីទទួលនៅធម្មពលរបស់អូឌីនហើយពេលនោះដែររូកានរបស់យើងក៏បានថាទៅកាន់មនុស្សម្នាក់ឯងពិតជាលេងខូចខ្លាំងមែនតើដែលមើលទៅធម្មពលដែលខើដាក់ជាប់ទៅកាន់រូកានបាញ់មិញនេះមិនមែនជាស្នាដៃរបស់អូឌីននោះទេសូម្បីតែអូឌីនក៏បានដឹងអំពីខើមួយនេះដែរប៉ុន្តែធម្មពលនេះនៅតែបន្តវិវត្តទៅកាន់រូកានហើយពេលនេះដែរយើងក៏បានឃើញថាធម្មពលនេះបាញ់សោះខ្លួនទៅកាន់រូកានតែម្ដងរូកានរបួសឡើងពេញខ្លួនហើយធម្មពលជីវិតរបស់រូកាននៅសល់ត្រឹមតែ 2% តែប៉ុណ្ណោះហើយមនុស្សមកពីគៀលកាណារ៉ុកក៏បានលំពាត់ទៅកាន់រូកានហើយពេលនោះដែរអូឌីនក៏បានដើរសម្ដៅទៅកាន់រូកានបាននិយាយថាវាពិតជាអាម៉ាស់ខ្លាំងមែនទែនសម្រាប់ឯងដែលសម្ដីនេះបានធ្វើរូកានគឺបញ្ឆេះកំហឹងកាន់តែខ្លាំងទៅតែអូឌីនក៏បាននិយាយសម្ដីមួយទៅកាន់រូកានឯងក៏ជាស្ដេចនៃអំពើហិង្សាដែលជាប់ជាថ្នាក់មួយខ្ពស់ផងដែរវាពិតជាសោកស្ដាយខ្លាំងមែនទែននៅពេលដែលជួបទីបញ្ចប់បែបនេះហើយយើងនេះក៏ផ្ដោតសំដៅទៅឯងក៏ច្រើនដងដែរឯងគិតយ៉ាងណាទៅប្រសិនបើឯងនេះមកខាងយើងគិតឲ្យបានដិតដល់ទៅប៉ុន្តែយើងក៏បានឃើញរូកានេះបែរជាសាច់នឹងសម្ដីរបស់អូឌីនប៉ុន្តែយើងបែរជាបដូរមកវិញត្រឡប់ដល់ការលើកដៃកណ្ដាលរបស់រូកានបាត់ទៅហើយគឺបានជេរឡើងឆៅតែម្ដងអ្នកនរគ្នាដែលចង់ឃើញពាក្យហ្នឹងគឺបកអានខ្លួនឯងទៅហើយគ្រូការរបស់យើងទាំងថានឹងសម្រាប់អូឌីននៅពេលដែលឆាប់នេះប៉ុន្តែសម្រាប់អូឌីនវាពិតជាគួរអាណិតមែនទែនសម្រាប់អ្នកខ្លាំងមួយរូបនេះដែលត្រូវទទួលការបញ្ចប់បែបហ្នឹងហើយយើងក៏បានឃើញថាពេលនេះគឺអូឌីនបានផ្ដាច់ទៅកាន់រូការបាត់ទៅហើយយើងក៏ដឹងរឿងមួយផងដែរនៅពេលដែលយើងស្លាប់ឧបករណ៍ឬក៏ item ផ្សេងៗនិងកម្រិតសមត្ថភាពរបស់យើងក៏ធ្លាក់ចុះតាមនឹងផងដែរពិសេសនោះគឺ item គឺត្រូវគេដកយកតែម្ដងហើយយើងក៏បានឃើញថារូកានេះក៏បានភ្ញាក់ចេញអំពីទូហ្គេមរបស់គេវិញហើយដែលគេបាននិយាយឲ្យថាវាម្ដងទៀតហើយដែលសម្ដីនេះយើងអាចបញ្ជាក់បានថាអូឌីនមិនដឹងថាសម្រាប់ទៅកាន់រូកាននេះអស់ប៉ុន្មានដងទៅហើយដែលរឿងនេះដែរធ្វើឲ្យរូកានគឺពិតជាក្តៅក្រហាយខ្លាំងមែនតើដែលធ្វើឲ្យគាត់នេះគឺចាញ់វាម្ដងទៀតទៅហើយគឺបានទៅគួរក្តារនៅខាងក្រោមនេះខ្លាំងយកតែម្ដងដើម្បីបញ្ចេញកំហឹងប៉ុន្តែក៏មានបរិះម្នាក់នៅខាងក្រោមផងដែរអានេះគឺឈួតទៀតហើយដែលចង់ថាទៅកាន់រូកាននេះគឺឈួតមកគោះស្អីទៀតហើយវើយហើយពេលនេះដែរយើងមកមើលរូកានរបស់យើងពិតជាអស់សង្ឃឹមខ្លាំងមែនតើអង្គុយដកដង្ហើមធំបាត់ទៅហើយប៉ុន្តែយើងមកយល់ដឹងអំពីហ្គេមរបស់រូកានដែលបានលេងនេះវិញដែលហ្គេមនេះបកជាភាសាខ្មែរថាហ្គេមព្រះអង្គម្ចាស់ដែលបានលេចឡើងកាលពីប៉ុន្មានឆ្នាំមកនេះដែលហ្គេមនេះមានដំណើរផ្សងព្រេងជាមួយនឹងមន្តអាគមវិទ្យាសាស្ត្រឬក៏ការវាយគ្នាសងព្រេងអីអស់ហ្នឹងប៉ុន្តែវាមើលទៅដូចជាការពិតខ្លាំងមែនតើសម្បីតែអារម្មណ៍ឈឺចាប់ក៏វាអាចទទួលបានដែរវាប្រៀបបានដូចជាហ្គេមពិតប្រាកដមួយបាត់ទៅហើយវាពិតជាអស្ចារ្យខ្លាំងមែនតើដោយ graphic នោះវាពិតជាដូចពិតអញ្ចឹងសម្បីតែអារម្មណ៍សម្បីតែក្លិនសូម្បីតែភពផែនដីដែលហ្គេមនេះបានលេងវាធំជាងហ្គេមភពដើមដែលកំពុងតែរស់នៅនេះទៅទៀតហើយសូម្បីតែ AI និយាយគ្នាដូចជាមនុស្សពិតហើយខ្ញុំនេះបានសម្លាប់នៅជីវិតអស់ជាច្រើនទទួលតំណែងមួយខ្លាចជាជើងខ្លាំងកម្រិតទី1 SS rank ដែលជាប់ហាសនាមថាគឺជាស្ដេចនៃអំពើហិង្សារូហ្គានតែគ្រប់យ៉ាងវាបានផ្លាស់ប្ដូរតាំងពីមនុស្សម្នាក់ដែលមានឈ្មោះថាអូឌីននេះបានលេចឡើងវាឆ្ងល់ខ្លាំងមែនតើមិនដឹងថាវាខ្លាំងលឿននោះលឿនមិនដឹងថាវានេះមានអ្វីពិសេសនោះទេទើបធ្វើឲ្យវានេះខ្លាំងលឿនអស់គេបែបនេះហើយក៏វាជាលើកទី8ដែរដែលខ្ញុំត្រូវពួកគៀលកាណារ៉ុកនេះសម្លាប់
ព្រមមេដែលខ្ញុំនេះត្រូវពួកវាសម្លាប់ម្ដងអាយថំពិសេសគឺបានបាត់បង់ពីខ្ញុំហើយសំបីតែកម្រិតក៏បានធ្លាក់ចុះជាទំហកហើយយើងក៏បានឃើញរូបការនេះបានដើរទៅកាន់ជញ្ជាំងមួយដៃបាត់ទៅហើយខ្លួនបានលះបង់គ្រប់យ៉ាងប៉ុន្តែបែរជាមិនអាចខ្លាំងដល់ទៅកាន់ពួកគេគ្រាន់តែជាមនុស្សអាក្រក់មួយចំនួនដែលគ្រាន់តែលេងឈ្នះបានពី3ក្តីបែរជាមានអំនួតបែរជាមានឥទ្ធិពលខ្លាំងក្លាដល់ថ្នាក់នេះហើយខ្លួនវិញ ខ្លួនសុកចិត្តស្លាប់ដើម្បីសងសឹកទៅកាន់ពួកគេហើយពេលនេះដែររូកានមានគោលបំណងចង់ចូលទៅក្នុងដំណេកម្ដងទៀតដើម្បីទៅសងសឹកពួកគេហើយយើងក៏បានឃើញថាពេលនេះរូកានក៏បានចូលទៅក្នុងកែម្ដងទៀតហើយគឺចង់សងសឹកនិងកំចាប់ពួកគេចោលម្ដងទៀតហើយកុំឲ្យឆ្ងល់តួអង្គរបស់យើងនេះមានឈ្មោះរូកាននៅក្នុងហ្គេមប៉ុន្តែនៅខាងក្រៅវិញឈ្មោះពិតរបស់គាត់គឺកាងក្វុនអ៊ូហើយរូកានរបស់យើងគឺខំប្រឹងតស៊ូប្រយុទ្ធខ្លាំងមែនទែនគាត់គឺមិនចង់ចាញ់ម្ដងទៀតនោះទេនៅក្រោមដំណក់ទឹកភ្លៀងបន្ទាប់ពីភ្លៀងយើងក៏បានឃើញថារូកាននេះគឺពោពេញទៅដោយរបួសក្រោមសំណាអូឌីនហើយធ្វើឲ្យគាត់នេះបាននិយាយទាំងញោមមាត់ទៅកាន់ពួកគេថាពួកឯងគឺជាជនក្បត់ហើយពេលនោះក៏មានចេញនៅ window មួយឲ្យទៅកាន់រូកានផងដែរដែលបានប្រាប់ថារូកានបានទទួលឈ្មោះថាជាស្ដេចនៃអំពើហិង្សាប៉ុន្តែសភាពរបស់រូកានពេលនេះมันអាចរក្សានៅកេរ្តិ៍ឈ្មោះជាស្ដេចអំពើហិង្សាបានទៀតនោះទេអញ្ចឹងគឺត្រូវដកចេញហើយដែលធ្វើរូកានគឺមិនសុខចិត្តនោះទេប៉ុន្តែវាក៏បានរលាយឆាចេញពីរូកានទៅហើយដែលពួកជនក្បត់ទាំងអស់នេះបានធ្វើរូកានបាត់បង់គ្រប់យ៉ាងឋានៈកេរ្តិ៍ឈ្មោះនិងអនាគតដ៏ភ្លឺស្វាងមួយនេះហើយយើងមកមើលទៅកាន់អូឌីនរបស់យើងបានសើចចំអកខ្លាំងមែនទែនអូមានន័យថាឯងនេះគឺបាត់បង់នៅឋានៈជាស្ដេចនៃអំពើហិង្សាអញ្ចឹងហើយពួកគេក៏បានចាកចេញទៅគ្មានហេតុផលអ្វីដែលត្រូវសម្លាប់ទៅកាន់រូកានទៀតនោះទេពួកគេក៏បានចាកចេញបាត់រលត់ទៅដែលបន្សល់ទុកនៅត្រឹមតែរូកានដែលកំពុងតែយំម្នាក់នេះធ្វើឲ្យគាត់គឺពិតជាខូចចិត្តខ្លាំងមែនទែនព្រោះបាត់បង់នៅកិត្តិយសដែលជាស្ដេចនៃអំពើហិង្សាជាមួយនឹងលវែលរាប់រយដែលខ្លួននេះគឺខំប្រឹងហ្វាមកន្លងមកក៏ត្រូវរលាយអស់ទៀតហើយពេលនោះក៏មានរន្ទះដ៏ខ្លាំងមួយបានបាញ់ផ្ដាច់ទៅកាន់រូកានជាលើកចុងក្រោយហើយកាន់មកក្រែមួយនាឡិកាក៏កំពុងរោហើយយើងក៏បានឃើញថានេះគឺជាផ្ទះរបស់រូកានដែលគាត់គឺបានកោសតខ្លាំងគាត់គឺបានងើបចេញអំពីហ្គេមនេះទាំងបង្ខំទៀតហើយនៅពេលណាដែលគេសម្លាប់យើងបានងើបចេញពីហ្គេមនេះទាំងបង្ខំទាំងយើងមិនតាន់ដល់ពេលវេលាដែលត្រូវងើបគាត់ពិតជាស្អប់ទៅកាន់ពួកអារ្យទាំងអស់នោះខ្លាំងមែនតើគ្រាន់តែសម្លាប់ខ្លួនក៏ធ្វើពួកគេនេះគឺខ្លាំងក្លានឹងការលវែលផងដែរចង្រៃមែនហើយរូកានយើងក៏មានអារម្មណ៍ថាការកាត់ករបស់អូឌីនបាញ់នេះគឺដូចជាការពិតដល់កហើយក៏គិតថាលេងខ្វល់ទៀតហើយគឺចង់យកមាសដែលខ្លួននេះហ្វាមកន្លងមកនៅសល់ហ្នឹងគឺយកទៅលក់ប៉ុន្តែគឺធ្វើឲ្យរូកានគឺភ្ញាក់ផ្អើលហើយព្រោះបានចាប់ដឹងអ្វីម្យ៉ាងដែលធ្វើឲ្យគាត់នឹងគឺឆ្ងល់ដោយសារតែទូកែមរបស់គាត់គឺបានបាត់ទៅហើយវាជំនួសទៅវិញដោយក្រែធម្មតានិងរបស់របរដែលគាត់នេះគឺខំប្រឹងប្រើប្រាស់កន្លងមកក៏វាបានបាត់បង់ជាមួយនឹងពាក្យអ្វីផ្សេងៗគឺគាត់អត់ទៅហើយដែលពេលនេះធ្វើគាត់គឺចាស់អារម្មណ៍ដឹងហើយនេះមិនមែនជាផ្ទះចាស់របស់ខ្លួនទេអីហើយពេលនោះដែរយើងក៏បានឃើញនៅការផ្ញើសារទូរស័ព្ទនៅក្បែរជើងរបស់រូហ្គានហើយយើងក៏បានឃើញសារនោះបានបញ្ជាក់ប្រាប់ទៅកាន់រូហ្គានហើយថាហ្គេមព្រះអង្គម្ចាស់នឹងចាប់ផ្ដើមបើកនាពេលបន្ទាប់នេះហើយនៅពេលនេះយើងក៏បានដឹងដែរថារូកានគឺបានត្រឡប់មកពេលអតីតកាលរបស់ខ្លួននៅពេលដែលហ្គេមនេះមិនទាន់ចាប់ផ្ដើមនៅពេលដែលហ្គេមនេះចាប់ផ្ដើមដំបូងតែម្ដងហើយយើងនឹងរងចាំនៅការបន្តដំណើរជីវិតរបស់រូកាននៅភាគបន្ទាប់អ្នកទាំងអស់គ្នាដោយសារតែវីដេអូនេះដែរខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងដោយសារតែខ្ញុំនេះគឺមួយរយៈហ្នឹងគឺអត់សូវមានពេលវេលាដើម្បីធ្វើវីដេអូទេអញ្ចឹងហើយយូរចេញបានមួយភាគដោយសារតែរវល់ពេកអញ្ចឹងហើយសង្ឃឹមថាអ្នកនរគ្នានឹងអធិស្ឋានដោយសារតែខ្ញុំនេះគឺអត់មានពេលវេលាទំនេរច្រើនដូចគេទេ